បើមាននរណាម្នាក់បាញ់ព្រួយមកលើយើងតើព្រួយនេះអាចទម្លុះអាវការពារគ្រាប់កាំភ្លើងបានដែរឬទេដូចគ្នានឹងគ្រាប់កាំភ្លើងធម្មពលរបស់ព្រួយត្រូវបានប្រមូលផ្ដុំនៅចំណុចមួយធម្មពលនៃគ្រាប់កាំភ្លើងដែលបានវាយប្រហារចំគោលដៅត្រូវបានបែកខ្ចាត់ខ្ចាយទោះបីអាវការពារអាចទប់ស្កាត់ឬកាត់បន្ថយបានយ៉ាងមានប្រសិទ្ធភាពក៏ដោយប៉ុន្តែធ្នូនិងព្រួយនៅតែអាចទម្លុះអាវការពារទៅដល់ខ្លួនរបស់យើងបានហើយអ្នកក៏អាចដកកាំភ្លើងចេញវាយប្រហារអ្នកកាន់របាំងការពារផ្ទុះដោយមិនច្បាស់លាស់ខ្ញុំគិតថាវានឹងអាចការពារគ្រាប់កាំភ្លើងបានប៉ុន្តែតាមពិតរបាំងការពារផ្ទុះនោះត្រូវបានផលិតពីវត្ថុធាតុដើមស្រាលទោះបីជាវាអាចទប់ទល់ជាមួយនឹងការវាយប្រហារបានជាច្រើនក៏ដោយប៉ុន្តែប្រសិនបើអ្នកជួបជាមួយនឹងគ្រាប់កាំភ្លើងនឹងអាចទម្លុះរបាំងការពារផ្ទុះបានយ៉ាងងាយស្រួលហើយបានវាយប្រហារយ៉ាងធ្ងន់ធ្ងរទៅលើអ្នកកាន់របាំងការពារផ្ទុះនៅពេលដែលកាំជ្រួយប៉ូឡូបានទម្លាក់ចុះមកដើម្បីវាយប្រហារចំចំណុចគោលដៅណាមួយគ្រាប់បែកតូចៗដែលគេលាក់បង្កប់នៅខាងក្នុងវាក៏បានបញ្ចេញមកជាច្រើនរាប់មិនអស់ហើយវាបានបញ្ចេញគ្រាប់ផ្លោងយ៉ាងលឿនធ្វើឲ្យសត្រូវមិនអាចស្ទាក់ចាប់វាបានគ្រាប់បែកតូចៗទាំងនេះនឹងអាចវាយប្រហារសត្រូវបានយ៉ាងលឿនហើយគ្រាប់បែកនីមួយៗត្រូវបានបំពាក់ឧបករណ៍បំទុះរបស់វានេះមិនត្រឹមតែអាចដោះស្រាយការវាយប្រហារយ៉ាងធ្ងន់ធ្ងរដល់សត្រូវនោះទេនឹងបណ្ដាលឲ្យមានមនុស្សជាច្រើនរងរបួសផងដែរអ្វីដែលគួរឲ្យរន្ធត់បំផុតនោះគឺគ្រាប់បែកដែលមិនទាន់រលត់នៅពេលដែលវាបានធ្លាក់ចុះមកប៉ះដីវានឹងផ្ទុះភ្លាមធ្វើឲ្យមនុស្សដែលនៅខាងក្រោមដែលបានប៉ះពាល់ជាមួយនឹងគ្រាប់បែកនោះស្លាប់បាត់បង់ជីវិតភ្លាមពិតជាអន្ទាក់ដ៏គួរឲ្យខ្លាចបំផុតមួយនៅខាងក្នុងប្រទេសវៀតណាមនៅពេលដែលជនជាតិអាមេរិកម្នាក់ដើរជាន់លើអន្ទាក់ដ៏ចៃដន្យជើងរបស់គាត់នឹងឆ្លងកាត់បន្ទាក់ឫស្សីដែលមើលមិនឃើញហើយមានគ្រាប់កាំភ្លើងមួយនៅទីនោះពេលដែលជើងរបស់ទាហានអាមេរិកដើរទៅលើគ្រាប់កាំភ្លើងនឹងធ្វើឲ្យដៃគោដែលនៅខាងក្រោមគ្រាប់កាំភ្លើងនោះត្រូវបានរុញចូលទៅខាងក្នុងគ្រាប់បណ្ដាលឲ្យគ្រាប់កាំភ្លើងនឹងផ្ទុះគ្រាប់កាំភ្លើងអាចទម្លុះបាតជើងទាហានអាមេរិកមួយរំពេចការដាក់អន្ទាក់នេះមិនត្រឹមតែអាចកាត់បន្ថយការចំណាយប៉ុណ្ណោះទេវាអាចធ្វើឲ្យទាហានអាមេរិករងរបួសយ៉ាងធ្ងន់ធ្ងរនៅខាងក្នុងសតវត្សទី19ប្រសិនបើពួកគេចង់បានរាងស្អាតពួកគេត្រូវតែទាញរឹតសម្លៀកបំពាក់ឲ្យតឹងណែនប៉ុន្តែនៅពេលដែលពួកគេទាញរឹតសម្លៀកបំពាក់តឹងណែនខ្លាំងពេកវាធ្វើឲ្យប៉ះពាល់ដល់សរីរាង្គខាងក្នុងដូចជាប្រព័ន្ធរំលាយអាហារនិងធ្វើឲ្យពួកគេគាំងបេះដូងសន្លប់ភ្លាមប៉ុន្តែសម្រាប់ក្មេងៗដែលនៅខាងក្នុងសតវត្សទី19ពួកគេមិនមានផលប៉ះពាល់អ្វីនោះទេដោយសារតែសរីរូបរាងកាយរបស់ពួកគេមិនទាន់មានការផ្លាស់ប្ដូរដូចជាមនុស្សធំនៅឡើយ